មុនធ្វើផ្អកបកាមានបងប្អូនជាច្រើនសួរខ្ញុំថាដាក់អំបិលប្រមាណស្ករប្រមាណបងបានធ្វើទៅត្រូវហើយមានរសជាតិឆ្ងាញ់អញ្ចឹងថ្ងៃនេះមកធ្វើផ្អកបកាម្ដងទៀតហើយក៏ប្រាប់ពីចំនួនជាក់លាក់ដល់បងប្អូនទាំងអស់គ្នាផងដែរថាយើងប្រើអំបិលប៉ុណ្ណាបកាយើងប៉ុណ្ណាអញ្ចឹងណាហើយបងប្អូនថ្ងៃនេះផ្អកបកាខ្ញុំធ្វើខុសពីថ្ងៃមុនបន្តិចតែដោយសារអីខ្ញុំបកសបកចេញហើយពុះជាពីរបន្តិចទៅដើម្បីឲ្យចូលជាតិអំបិលបានល្អហើយយើងងាយស្រួលលាងសម្អាតផ្នែកខាងខ្នងនឹងឲ្យបានស្អាតដែរបន្ទាប់ពីយើងលាងសម្អាតបកាយើងស្អាតហើយខ្ញុំថ្លឹងឲ្យបងប្អូនបកា1គីឡូខ្ញុំប្រើអំបិលយើងចំនួន7ខាំបងប្អូនអាចប្រើចន្លោះពី7ខាំទៅ8ខាំបើករណីបងប្អូនចូលចិត្តទុកឲ្យយូរបានឲ្យជូរប្រើ8ខាំបងប្អូនដែលក៏អត់ចូលចិត្តទុកយូរទេដូចថាយើងទុក2ថ្ងៃ3ថ្ងៃអញ្ចឹងអាចយកមកចាវជាមួយនឹងល្ហុងមួយអីបានអញ្ចឹងបងប្អូនប្រើតែ7ខាំទៅបានហើយពីរបៀបធ្វើវិញអត់ខុសពីលើកមុនទេបងប្អូនខ្ញុំប្រឡាក់អំបិលហើយខ្ញុំផ្អាប់ទុកមកល្ងាចទុកហើយរួចហើយខ្ញុំយកមកចាវជាមួយអង្គលីងចម្រើអង្គលីងដែលលីងថ្មីហើយយើងកិនកុំឲ្យជាម៉ត់ឈឹងខ្លាំងពេកមកបងប្អូនហើយយើងយកមកដាក់មកហើយអង្គលីងផងដែរយើងលីងប្រើភ្លើងតិចៗហើយយើងលីងឲ្យរាងក្រហមខ្លាំងមែនទែនបានធ្វើឲ្យអង្គលីងនឹងឈ្ងុយហើយពេលដែលយើងធ្វើផ្អកបែបនេះមានរសជាតិឆ្ងាញ់លើកនេះខ្ញុំធ្វើមកចាវមួយល្ហុងបងប្អូនខ្ញុំប្រើស្ករនៅពេលដែលប្រឡាក់បកាហ្នឹងចំនួន1ខាំបងប្អូនបន្ទាប់មកទៀតខ្ញុំទុកចន្លោះ3ថ្ងៃទៅ4ថ្ងៃបានខ្ញុំយកមកចាវជាមួយនឹងល្ហុងបែបហ្នឹងហើយល្ហុងយើងបងប្អូនអាចលៃតាមហ្នឹងទៅបងប្អូនចូលចិត្តល្ហុងតិចល្ហុងច្រើនអីដាក់តាមការចូលចិត្តអញ្ចឹងទៅពេលដែលយើងយកមកចាវជាមួយនឹងបង្គាយើងប្រើអំបិលបន្តិចទៅរោយពីលើល្ហុងហ្នឹងបន្តិចទៅបងប្អូនកន្លែងហ្នឹងខ្ញុំអត់បានថ្លឹងអំបិលដែរដោយសារខ្ញុំរោយយកបន្តិចទៅដើម្បីប្រឡាក់មួយល្ហុងដើម្បីឲ្យល្ហុងចូលជាតិនៅពេលដែលយើងយកទៅចាវជាមួយបង្គាផ្អកបកាយើងមានរសជាតិឆ្ងាញ់ហើយនៅពេលដែលយើងចាវជាមួយបកាហ្នឹងគឺខ្ញុំបន្ថែមជាមួយនឹងស្ករ1ខាំថែមទៀតបើសិនជាបងប្អូនចូលចិត្តផ្អែមបងប្អូនអាចដាក់ដល់1ខាំកន្លះប៉ុន្តែខ្ញុំអត់សូវយកផ្អែមពេកទេខ្ញុំប្រើ1ខាំអញ្ចឹងហើយបងប្អូនអាចលៃលកតាមការចូលចិត្តបានអញ្ចឹងថ្ងៃនេះផ្អកបកាខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនចែករូបមន្តធ្វើទឹកត្រីផ្អែមប្រចាំគ្រួសារខ្ញុំតែម្ដងបងប្អូនធ្វើបែបនេះគឺថាទុកបានយូរមានរសជាតិឆ្ងាញ់ក្លិនឈ្ងុយហើយអាចញ៉ាំបានគ្រប់មុខម្ហូបទាំងអស់តែម្ដងយកទៅផ្ទាប់ជាមួយត្រីមួយសាច់ជ្រូកឬបងប្អូនធ្វើជាមួយគួងឬក៏សាយ៉អីផ្សេងៗបងប្អូនអាចញ៉ាំបានមិនរើសមុខម្ហូបទេងាយស្រួលទេបងប្អូនមើលហើយដឹងតែចេះធ្វើអ្នកណាក៏អាចធ្វើញ៉ាំបានដែរថ្ងៃនេះខ្ញុំមកធ្វើជាមួយនឹងដូងខ្ចីបងប្អូនហើយយើងធ្វើដូងខ្ចីអញ្ចេះបងប្អូនកុំបារម្ភថាទុកយូរទៅខ្លាចខូចអីចឹងអត់ខូចទេបងប្អូនធ្វើតាមខ្ញុំមកដឹងតែទុកបានយូរហើយមានរសជាតិឆ្ងាញ់ទៀតខ្ញុំប្រើទឹកដូងខ្ចី2លីត្រខ្ញុំកូរស្ករបន្តិចសិនដែរដើម្បីយកពណ៌ឲ្យស្អាតខ្ញុំថែមស្ករស1ចានទឹកត្រី1ចានបន្ទាប់មកទៀតយើងថែមជាមួយនឹងម្នាស់បងប្អូនហើយសម្រាប់ប៊ីចេងវិញបងប្អូនអាចថែមតិចតួចបានហើយកុំប្រើច្រើនពេកដោយសារអីមុខម្ហូបបែបនេះយើងប្រើប៊ីចេងច្រើនអត់ឆ្ងាញ់ទេបងប្អូននៅពេលយើងដាក់គ្រឿងទាំងអស់នឹងចូលហើយយើងត្រូវដាំទុកឲ្យពុះសិនបន្ទាប់មកទៀតនៅពេលដែលទឹកពុះហើយយើងត្រូវបិទភ្លើងទុកឲ្យត្រជាក់មកនៅពេលដែលទឹកចុះត្រជាក់ហើយនៅសល់ក្តៅអ៊ុនៗហ្នឹងយើងចាប់ផ្ដើមស្រង់ម្នាស់ហ្នឹងចេញមកបន្ទាប់មកទៀតយើងបន្ថែមជាមួយនឹងទឹកក្រូចឆ្មាក៏បានទឹកខ្មេះក៏បានដែរបងប្អូនអាចប្រើតាមការចូលចិត្តប៉ុន្តែខ្ញុំភាគច្រើនខ្ញុំប្រើជាមួយនឹងក្រូចឆ្មាបងប្អូនដោយសារយើងញ៉ាំជាប្រចាំអញ្ចឹងខ្ញុំប្រើក្រូចឆ្មាខ្ញុំប្រើមួយកូនចានចង្កឹះពេញតែម្ដងបងប្អូនរួចហើយយើងបន្ថែមជាមួយនឹងខ្ទឹមសខ្ទឹមក្រហមម្ទេសគឺជាការស្រេចឲ្យបងប្អូនហើយថ្ងៃនេះខ្ញុំញ៉ាំជាមួយនឹងគួងស្រស់យើងមូគួងបែបហ្នឹងមកញ៉ាំអូយបងប្អូនអើយឆ្ងាញ់ណាស់ហើយបងប្អូនអាចសាកធ្វើតាមខ្ញុំបានរូបមន្តប្រចាំគ្រួសារខ្ញុំផ្ទាល់ខ្ញុំមានជាប្រចាំនៅផ្ទះខ្ញុំតែម្ដង